ត្រីពិសេសនៅម្ដុំទូតពងនេះអញ្ចឹងបានម៉ួយច្រើនម៉ែព្រោះគាត់សតវះថៃខ្លួនឯងផ្ទាល់ណាក៏ថៃខ្លួនឯងផ្ទាល់ទៀតធ្វើខ្លួនឯងទាំងអស់ហ្មងរឿងអីមិនឆ្ងាញ់ណែចូលចិត្តណាផាត់ចេញមកគឺសតតែម្ដងញ៉ាំទៅស្វិតរមួតជាតិមែនតើហើយនៅក្នុងមួយថ្ងៃហ្នឹងគាត់លក់ចូល30ទៅ40គីឡូប្រហិតថៃឆ្លាតហើយជាម្ដងគឺថាប្រទេសធំហ្មងអ្នកមកទិញខ្លះទិញ1គីឡូ2គីឡូអីខ្ចប់យកទៅញ៉ាំបាយនៅផ្ទះបើញោមឲ្យតែមានរបស់ញ៉ាំឆ្ងាញ់ចឹងចេះតែឃ្លានឡាប់យ៉ែតិចណាក៏ទៅរកកន្លែងអង្គុយដាក់ជាមួយនឹង Gainsbourg Snow នេះពណ៌កំប៉ុងកាន់ទៅក្មេងហ្មងណា Cool like that ហ្មងបើនិយាយពីរសជាតិវិញស្រាសតុនស្រួលលេបទៀតញ៉ាំជាមួយនឹងប្រហិតថៃរបស់គាត់តែជាលក់ផ្ទាប់ជាមួយនឹងជ្រក់ល្មមឆ្ងាញ់តែម្ដងតែរៀងស្ទើរតិចសុំហៅប្រហិតស្ងោរថែមមកកញ្ឆែងទៀតហ្មងខ្លាចញ៉ាំអត់ឆ្អែតដោយសារតែកន្លែងលក់ប្រហិតថៃគាត់ហ្នឹងអត់មានកន្លែងអង្គុយទេក៏មករកកន្លែងលក់ប្រហិតអង្គុយញ៉ាំបដាផឹក Gainsbourg បដាចឹងទៅហើយប្រហិតថៃកន្លែងគាត់មានអាលេគ្រឿងហើយនិងអាអត់តន់លេគ្រឿងណានិយាយចំអាវ៉ាន់ខ្ញុំប្រហិតខ្ញុំហ្នឹងខ្ញុំកោសតវះតឲ្យកោសតមកហើយត្រីខ្ញុំធ្វើថ្ងៃទាំងអស់របស់ហ្នឹងដឹងតែសុទ្ធពីព្រោះយើងធ្វើថ្ងៃទាំងអស់បងអត់លាយអីបងនេះថាមិនចេញស្ករជាធម្មតាសាច់ត្រីឆ្លាតសុទ្ធហ្មងបងសម្រាប់អ្នកចង់ទិញយកទៅស្លអីហ្នឹងគាត់មានតែអត់តន់លេគ្រឿងយកទៅអាចស្លបានតែម្ដងហើយបើសិនជាចង់ជៀនយកអាលេគ្រឿងហើយក៏បានដែរព្រោះអីគាត់លាយគ្រឿងហើយរសជាតិល្មមឆ្ងាញ់សម្រាប់បងប្រុសគាត់លក់ចូល10ឆ្នាំហើយតែដាក់លក់ធម្មតាអញ្ចឹងដាក់ខ្ទះជៀនលក់ក្រោមឆាត់ធម្មតាអញ្ចឹងហើយទីតាំងរបស់គាត់នៅខាងកើតផ្សារទូតពងនិយាយទៅទល់មុខបាយឆាសៀងហៃកែងផ្លូវ440គាត់លក់ចាប់ពីម៉ោង4ល្ងាចរហូតដល់ម៉ោង9 10យប់បើសិនជាបងប្អូនចង់កំងប្រហិតត្រីដែលគាត់កោសស្រាប់អីអាចតាក់ទងទៅទិញតាមគាត់បានដឹងតែប្រហិតរបស់គាត់គឺសុទ្ធហ្មងហើយបើម៉ួយវិញសតកម្មឆ្នាំលោកអើយលោកសម្រាប់ព័ត៌មានលម្អិតក៏ដូចជាទីតាំងរបស់គាត់បន្ថែមទៀតបងប្អូនអាចចូលទៅមើលនៅក្នុង comment បានណាចង់កំងចង់តាក់ទងទិញអីហ្នឹងអាចប្រាប់គាត់មុនតាមរយៈលេខទូរស័ព្ទហ្នឹងទៅចុះវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់កុំភ្លេចជួយ like ហើយនិង follow ឲ្យ admin ម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ